លោកគ្រូគុយនេះได้ត្រូវបានយើងទប់ស្កាត់ចេញជាគុយស្ថានសួគ៌នឹងឱសថបិសាចខ្លាំងក្លារហូតដល់មិនអាចបំផ្លាញយើងបានដេញអក្សរាវិរុទ្ធនៃមេឃពិរោធ3ឆ្នាំក្រោយមកក៏លាន់នឹងបំផ្លាញឱសថបិសាចក្នុងកំឡុងពេលនេះពួកឯងត្រូវឃ្លាំមើលវាឲ្យជាប់លីជីគឺជាអ្នកដែលស្ថានសួគ៌ជ្រើសរើសគុយនៃស្ថានសួគ៌នឹងទៅចាប់កំណើតជាបន្ត្រាទី3របស់គេខ្ញុំប្រគល់ភារកិច្ចនេះឲ្យទៅពួកឯងហើយហ៎ទេវតាគុណលុត12របស់យើងមកបាន11ហើយបើឯងអាចចិញ្ចឹមគុយស្ថានសួគ៌ឲ្យលូតលាស់បានដំណែងគុណលុត12នឹងក្រៅជារបស់ឯងអរគុណលោកគ្រូនៅពេលគុយស្ថានសួគ៌ចាប់កំណើតហើយចូលហៅគេថាដាចារឿងទេវបុត្រណាចាពេលសម្ដៅមកដល់ក្តីសុខក៏មកដល់ដែរបោះផឹកកំដៅខ្ញុំតិចទៅសូមគោរពមិនបាច់ទេប្រយ័ត្នផងម្ចាស់អូនមកសំពះដែរមកសំពះ3ឆ្នាំហើយបើលើកនេះនឹងមិនកើតទៀតនឹងកំទេចវត្តនេះចោលអូយស្គនដាក់វត្តទុំកុំពីឡាជាតិគប់ភ្នំជាតិយានឈ្មោះថាថៃជាតិ